ប្រិយមិត្តជាទីមេត្រីថៃអង្វរឲ្យកម្ពុជាបើកច្រកព្រំដែនប៉ុន្តែកម្ពុជាបដិសេធហើយឲ្យភាគីថៃបើកមុនព្រោះថៃជាអ្នកបិទជនជាតិថៃចំនួន635នាក់ដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់និងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែនត្រូវបានបណ្ដេញចេញទៅប្រទេសថៃនៅថ្ងៃទី30ខែមេសាឆ្នាំ2026នេះតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយពីសមត្ថកិច្ចបានបំពេញបែបបទស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជាចំណែកជនសង្ស័យចំនួន30នាក់ត្រូវបានសមត្ថកិច្ចកម្ពុជាបាននឹងកំពុងរៀបចំអនុវត្តនីតិវិធីច្បាប់បន្តចំពោះបទល្មើសដែលបានប្រព្រឹត្តការបណ្ដេញចេញជនជាតិថៃនេះត្រូវបានធ្វើឡើងដោយមានការសម្របសម្រួលសហការរវាងសមត្ថកិច្ចកម្ពុជានិងថៃគូបញ្ជាក់ថានៅថ្ងៃទី25ខែមេសាឆ្នាំ2026កម្លាំងប្រតិបត្តិការចម្រុះរបស់កម្ពុជាក្រោមការដឹកនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិនិងដោយមានការសម្របសម្រួលនីតិវិធីពីឯកការអមសាលាដំបងខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យនិងឆែកឆេរទីតាំងមួយមានសន្តានជាអគារខុនដូនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលពាក់ព័ន្ធនឹងការលបលួចធ្វើអាជីវកម្មអនឡាញខុសច្បាប់ល្បែងស៊ីសងអនឡាញនិងសកម្មភាពអាចពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋកម្មឆ្លងដែន